សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel រឿងរន្ធត់ពេលយប់ជាមួយខ្ញុំបាទជាអ្នកសម្របសម្រួលកម្មវិធីនៅរាត្រីនេះសម្រាប់រឿងរ៉ាវដែលខ្ញុំនឹងយកមកនិទាននៅថ្ងៃនេះគឺជារឿងរ៉ាវរបស់លោកសម្ដីនឹងឯងត្រូវតែប្រាប់ឲ្យដឹងមុនថារឿងនេះកើតឡើងនៅពេលដែលលោកសម្ដីនៅបួសជាព្រះសង្ឃនៅឡើយដែលបច្ចុប្បន្ននេះលោកសម្ដីក៏បានដាក់ចាកសិក្ខាបទទៅហើយខ្ញុំក៏សូមអនុញ្ញាតនិយាយបែបធម្មតាទៅចុះនៅពេលនោះឯងលោកបងសម្ដីគាត់ជាព្រះសង្ឃនៅដែលពេលនោះគាត់ក៏បានបួសមកយូរហើយការជួបខ្មោចជួបអ្វីនេះគាត់ក៏មិនបានខ្លាចអ្វីប៉ុន្មានដែរប៉ុន្តែមានថ្ងៃមួយនៅពេលនោះឯងលោកបងសម្ដីឬព្រះសង្ឃសម្ដីគាត់បានទៅកាន់វត្តមួយនៅក្នុងខេត្តដែលខ្ញុំសូមមិនបញ្ចេញឈ្មោះដែលដូចជាមានកម្មវិធីឬមានសកម្មភាពអ្វីមួយដែលធ្វើឲ្យគាត់ជាច្រើនបានពេញអស់ហើយគាត់ដែលលោកបងសម្ដីបានទៅស្នាក់នោះគឺស្ថិតនៅខាងក្រោយវត្តហើយជាប់នឹងព្រៃខ្មោចផងដែរការដែលគាត់បានទៅនៅកត់ក្រោយនោះដែលជាប់នឹងព្រៃខ្មោចនោះបានធ្វើឲ្យគាត់បានជួបនឹងអ្វីដែលគាត់នឹកចាំរហូតដល់ថ្ងៃនេះហើយរឿងរ៉ាវរបស់លោកបងនឹងទៅជាយ៉ាងណាយើងទៅស្ដាប់លោកបងនិយាយប្រាប់ទាំងអស់គ្នាចុះប៉ុន្តែមុននឹងទៅស្ដាប់រឿងពេញសូមជួយចុច Subscribe នៃរឿងរន្ធត់ពេលយប់ព្រោះរាល់ការភ័យខ្លាចទាំងអស់យើងនឹងនិទានឲ្យអ្នកស្ដាប់តោះទៅស្ដាប់លំអិតសួស្ដីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំឈ្មោះសម្ដីរឿងនេះបានកើតឡើងកាលពីច្រើនឆ្នាំមុននៅសម័យដែលខ្ញុំនៅកាន់បព្វជិតភាពនៅឡើយខ្ញុំបានបួសជាង20វស្សាមកហើយគ្រប់ពេលវេលាដែលកន្លងមកខ្ញុំតែងតែធ្វើដំណើរទៅប្រជុំដើម្បីស្វែងរកសេចក្តីស្ងប់និងចម្រើនពរម្ដងនេះខ្ញុំបានទទួលកិច្ចការនិមន្តឲ្យទៅចូលរួមបុណ្យធំមួយនៅវត្តចាស់ត្រុតត្រោមមួយនៅក្នុងស្រុកមួយក្នុងខេត្តរបស់ប្រទេសកម្ពុជាវត្តនេះជាវត្តចាស់ដែលស្ថិតនៅជ្រៅចូលទៅក្នុងដែនព្រៃបរិយាកាសជុំវិញស្ងាត់ជ្រងំរហូតធ្វើឲ្យភ្ញាក់ផ្អើលការធ្វើដំណើរចូលមកវត្តនេះគឺពិបាកបន្តិចត្រូវឆ្លងកាត់ផ្លូវដីគ្រួសដែលកោងកាចតាមជម្រាលភ្នំលុះដល់វត្តក៏ជាពេលរសៀលហើយពន្លឺថ្ងៃចាប់ផ្ដើមបាត់នៅជើងមេឃអារម្មណ៍ដំបូងដែលបានបោះជើងចូលមកក្នុងដែនវត្តគឺភាពអាឡោះអាល័យដែលចាប់ចិត្តព្រះចៅអធិការវត្តដែលចាំទទួលនៅថ្ងៃនោះមើលទៅហាក់នឿយហត់ពីការរៀបចំកម្មវិធីលោកបានប្រាប់ខ្ញុំដោយសំឡេងរាបស្មើថាក៏ដែលជាកន្លែងស្នាក់នៅធម្មតាបានពេញទាំងអស់ហើយដោយសារមានភ្ញៀវធ្វើដំណើរមកចូលរួមបុណ្យជាច្រើននៅសល់តែកុដិតូចមួយនៅខាងចុងវត្តជាប់នឹងដែនព្រៃខ្មោចចាស់ដែលប្រជាជននៅតំបន់នោះស្ទើរតែគ្មានអ្នកណាហ៊ានបោះជើងចូលទៅសូម្បីតែព្រះសង្ឃក្នុងវត្តខ្លួនឯងក៏ស្ទើរតែមិនចង់ឆ្លងកាត់តំបន់នោះនៅពេលយប់ដែរប៉ុន្តែដោយសារខ្ញុំបានបួសមកយូរចិត្តដែលធ្លាប់ប្រឈមមុខនឹងរឿងរ៉ាវផ្សេងៗមកច្រើនធ្វើឲ្យខ្ញុំមិនមានការជំទាស់ឬមានអារម្មណ៍ភ័យខ្លាចអ្វីឡើយខ្ញុំគិតថាគ្រាន់តែមកកម្មវិធីបុណ្យនេះដើម្បីសម្រាកកាយបណ្ដោះអាសន្នប៉ុណ្ណោះដូច្នេះខ្ញុំក៏ទទួលយកការនិមន្តហើយក៏ដើរកាន់បរិខាទៅត្រង់កុដិក្រោយនោះតាមការប្រាប់ផ្លូវនៅតាមផ្លូវដើរទៅចុងវត្តខ្ញុំបានសង្កេតឃើញថាភាពរុងរឿងនៃវត្តហាក់ដូចជាឈប់ត្រឹមតំបន់ព្រះឧបោសថប៉ុណ្ណោះកាលណាដើរចេញឆ្ងាយមកបរិយាកាសកាន់តែប្រែប្រួលទៅប្រែដើមឈើធំធំដែលដុះយ៉ាងក្រាស់ចាប់ផ្ដើមបាំងពន្លឺរហូតដល់ស្ទើរតែងងឹតទាំងស្រុងកុដិក្រោយនោះឈរឯកោនៅក្រោមដើមឈើធំមួយដែលមានមែកឈើរិសាយភារហូតដូចជាកំពុងលេបត្របាក់កុដិទាំងមូលការប៉ះពាល់លើកដំបូងដែលបានទទួលពេលឡើងចិនដៅឈើគឺក្លិនឈ្ងុយឆ្ងាញ់ដែលខ្លាំងណាស់ដូចជាក្លិនដីភក់លីឡំជាមួយនឹងការពុកផុយនៃវត្ថុធាតុសរីរាង្គដែលកកកុញអស់រយៈពេលជាច្រើនឆ្នាំនៅលើកុដិគ្មានឧបករណ៍សម្រួលអ្វីឡើយមានតែអាសនៈចាស់មួយបង្អួចឈើដែលបិទជិតនិងធូលីក្រាស់ដែលកកនៅតាមជ្រុងបន្ទប់លុះរៀបចំសម្ភារៈរួចខ្ញុំក៏ចាប់ផ្ដើមបោះសម្អាតកុដិដើម្បីរៀបចំទីសម្រាប់ប្រជុំភាពស្ងាត់នៅទីនេះវាខុសពីវត្តផ្សេងៗដែលខ្ញុំធ្លាប់ទៅវាជាភាពស្ងាត់ដែលសង្កត់សង្កិនដូចជាជុំវិញយើងគ្មានជីវិតដទៃរស់នៅឡើយសូម្បីតែសំឡេងសត្វល្អិតនិងសំឡេងបក្សីឬសំឡេងសត្វព្រៃដែលគួរមាននៅពេលល្ងាចក៏ស្ងាត់ស្ងៀមទាំងស្រុងអ្វីទាំងអស់ហាក់ដូចជាត្រូវបានកកនៅក្នុងភាពទទេរាំងខ្ញុំបានអង្គុយសមាធិលើអាសនៈព្យាយាមតម្រង់ចិត្តឲ្យចូលកាន់សមាធិដើម្បីសូត្រមន្តធ្វើវត្តល្ងាចតាមកិច្ចការដែលបានធ្វើអស់ជាច្រើនទសវត្សរ៍ប៉ុន្តែពេលក្រឡេកមើលតាមគម្លាតរវាងក្តារឈើនៅជញ្ជាំងឆ្ពោះទៅព្រៃខ្មោចអារម្មណ៍នៃការត្រូវគេសម្លឹងមើលពីចម្ងាយក៏ផុសចូលក្នុងចិត្តភ្លាមព្រៃខ្មោចនោះគ្មានរបងអីឡើយ
មានតែពំនូកដីដែលប៉ោងឡើងតាមចំណុចផ្សេងៗនិងដើមឈើធំៗដែលមានមែកឈើសាយភាយចុះមករហូតដល់ស្ទើរតែប៉ះនឹងកត់ដូចជាព្រៃខ្មោចនេះកំពុងព្យាយាមរកចូលមកចិត្តខ្ញុំគ្រប់ពេលខ្ញុំបានព្យាយាមប្រមូលសតិកុំឲ្យអារម្មណ៍រាយប៉ាយដោយរំលឹកខ្លួនឯងថាយើងមកក្នុងនាមជាអ្នកមកលេងដែលមានសិលធម៌ការពារប៉ុន្តែក្លិនស្អុយដែលខ្ញុំបានធំក្លិនពីដំបូងក៏ចាប់ផ្ដើមខ្លាំងឡើងក្លិននេះមិនមែនជាក្លិនធម្មជាតិទេប៉ុន្តែវាដូចជាក្លិនសាច់ដែលកំពុងរលួយនៅកន្លែងសើមខ្ញុំមិនអាចទប់ចិត្តបានក៏លើកភ្លើងហ្វាំងឡង់មកបំភ្លឺជុំវិញកុដិដើម្បីរកមូលហេតុនៃក្លិនព្រោះខ្លាចថាអាចមានសត្វងាប់នៅក្រោមគល់ឈើពន្លឺភ្លើងហ្វាំងឡង់ដែលពន្លាតទៅប៉ះនឹងស្រមោលឈើនៅខាងក្រៅបានធ្វើឲ្យខ្ញុំឃើញអ្វីមួយដែលធ្វើឲ្យខ្ញុំនៅស្ងៀមមួយស្របក់ស្រមោលខ្មៅរាងដូចមនុស្សខ្ពស់ធំមួយបានផ្លាស់ទីកាត់ក្រោយកុដិទៅកាន់ព្រៃខ្មោចយ៉ាងលឿនខ្ញុំក៏ក្រោកឈរឡើងទៅមើលតាមបង្អួចភ្លាមប៉ុន្តែអ្វីដែលបានឃើញវិញមានតែភាពងងឹតនឹងខ្យល់ដែលបក់កាត់ដើមឈើបណ្ដាលឲ្យមានសំឡេងហួចស្រាលនៅពេលនោះខ្ញុំនៅតែព្យាយាមរកហេតុផលគ្រប់បែបយ៉ាងដើម្បីពន្យល់ថាប្រហែលជាគ្រាន់តែខ្យល់បក់មែកឈើឬប្រហែលជាអ្នកភូមិដើរកាត់មកប៉ុន្តែអារម្មណ៍ត្រជាក់ដែលបានចូលដល់ឆ្អឹងខ្នងបានធ្វើឲ្យខ្ញុំដឹងថារាត្រីនេះប្រហែលជាមិនមែនជារាត្រីដ៏ស្ងប់ស្ងាត់ដូចដែលខ្ញុំគិតនោះទេហើយនោះគ្រាន់តែជាការចាប់ផ្ដើមនៃបទពិសោធន៍ដ៏អស្ចារ្យដែលបានស៊ីបំផ្លាញទំនុកចិត្តដែលខ្ញុំធ្លាប់មានបន្តិចម្ដងរហូតធ្វើឲ្យជីវិតក្នុងភ្នោះរបស់ខ្ញុំត្រូវប្រឈមមុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតបន្ទាប់ពីខ្ញុំបានឃើញស្រមោលនោះកន្លងផុតទៅការសង្ស័យក្នុងចិត្តក៏ចាប់ផ្ដើមចូលមកជំនួសភាពស្ងប់ស្ងាត់ខ្ញុំបានសម្រេចចិត្តដើរចុះពីកុដិដើម្បីទៅស្វែងរកតំបន់ជុំវិញម្ដងទៀតព្រោះគិតថាប្រសិនបើមាននរណាម្នាក់ដើរឆ្លងកាត់តំបន់នេះក៏គួរតែត្រូវស្វាគមន៍គ្នាតាមទម្លាប់របស់អ្នកនៅតំបន់នោះដែរប៉ុន្តែពេលខ្ញុំបោះជើងចុះពីជណ្ដើរឈើសំឡេងឈើដែលបន្លឺឡើងក្រោមបាតជើងក៏បន្លឺឡើងយ៉ាងខ្លាំងពេញតំបន់នោះដូចជាវាបានពង្រីកភាពស្ងាត់ឲ្យខ្លាំងជាងមុនខ្ញុំបានបំភ្លឺភ្លើងហ្វាំងឡង់ទៅជុំវិញក្រោមកុដិនិងផ្លូវដែលឆ្ពោះទៅព្រៃខ្មោចប៉ុន្តែអ្វីដែលខ្ញុំបានឃើញគឺភាពទទេរាំងគ្មានស្នាមជើងមនុស្សគ្មានដាននៃការដើរជន់លើដីដែលមានតែកំទេចស្លឹកឈើស្ងួតនិងស្លែដុះឡើងខ្ញុំដកដង្ហើមវែងដើម្បីប្រមូលសតិហើយបន្តដើរទៅទិសដៅដែលស្រមោលខ្មៅនោះបានបាត់ទៅភាពត្រជាក់នៃខ្យល់នៅរាត្រីនោះគឺចម្លែកណាស់វាមិនមែនជាភាពត្រជាក់ដ៏ស្រស់ស្រាយនៃព្រៃភ្នំនៅពេលយប់ជ្រៅនោះទេប៉ុន្តែវាជាភាពត្រជាក់ដែលខ្លាំងក្លានិងស្ងួតហួតហែងវាត្រជាក់រហូតធ្វើឲ្យស្បែករបស់ខ្ញុំស្ពឹកមួយស្របក់កាលណាចូលទៅជិតដែនព្រៃខ្មោចកាន់តែច្រើនក្លិនស្អុយរលួយដែលខ្ញុំបានធំក្លិននៅលើកុដិក៏កាន់តែច្បាស់ឡើងស្បាញឡើងរហូតខ្ញុំត្រូវលើកជ្រុងចីវរឡើងបិទច្រមុះក្លិននេះមិនមែនជាក្លិនសត្វងាប់ធម្មតាទេប៉ុន្តែវាជាក្លិនដែលពិបាកនឹងពណ៌នាដូចជាក្លិនរបស់អ្វីមួយដែលត្រូវបានកប់ក្នុងដីអស់រយៈពេលយូរហើយកំពុងព្យាយាមជ្រៀតចូលឡើងមកខណៈដែលខ្ញុំកំពុងដើរស្វែងរកនោះស្រាប់តែខ្ញុំឈប់ដើរព្រោះបានឮសំឡេងអ្វីមួយវាជាសំឡេងស្រាលដូចជាសំឡេងមនុស្សអូសឈើទាញលើដីដែលបន្លឺចេញពីក្រោយពំនូកដីធំមួយក្នុងព្រៃខ្មោចសំឡេងនោះមិនមែនឮជាបន្តបន្ទាប់ទេប៉ុន្តែវាមានចង្វាក់រំខានដូចជាមនុស្សដែលកំពុងផ្ដោតអារម្មណ៍ធ្វើអ្វីមួយខ្ញុំឈរស្ងៀមស្ដាប់សំឡេងនោះមួយសន្ទុះធំដោយព្យាយាមញែកថាតើវាជាសត្វព្រៃឬមនុស្សវង្វេងស្មារតីប៉ុន្តែចង្វាក់នៃការអូសនោះគឺទៀងទាត់ពេកទៀងទាត់រហូតដូចជាមិនមែនជាធម្មជាតិរបស់សត្វព្រៃដែលច្រើនតែមានចង្វាក់មិនទៀងទាត់ខ្ញុំបានសម្រេចចិត្តស្រែកហៅថាអ្នកណាមានអ្វីឲ្យជួយទេប៉ុន្តែសំឡេងរបស់ខ្ញុំក៏រលត់ទៅក្នុងភាពងងឹតភ្លាមគ្មានសំឡេងឆ្លើយតបគ្មានសូម្បីតែសំឡេងសត្វល្អិតឆ្លើយតបមកវិញអ្វីទាំងអស់បានត្រឡប់ទៅរកភាពស្ងាត់ស្ងៀមដូចពីមុនខ្ញុំរងចាំមួយសន្ទុះរហូតដល់ប្រកាសថាគ្មាននរណានៅទីនោះពិតប្រាកដទើបសម្រេចចិត្តដើរត្រឡប់ទៅកុដិវិញប៉ុន្តែនៅវិនាទីដែលខ្ញុំបែរខ្នងពន្លឺភ្លើងហ្វាំងឡង់របស់ខ្ញុំក៏បានប៉ះនឹងថ្មធំមួយដែលដាក់នៅជិតពំនូកដីនោះខ្ញុំបានឃើញស្នាមប្រេះច្បាស់លាស់នៅលើដីដែលសើម
វាមិនមែនជាស្នាមជាងមនុស្សទេប៉ុន្តែវាជាស្នាមដូចជាស្នាមរបស់វត្ថុដែលមានរាងសំប៉ែតនិងវែងខ្ញុំឈរសម្លឹងមើលស្នាមនោះដោយអារម្មណ៍ដែលចាប់ផ្ដើមរង្គោះរង្គើការភ័យខ្លាចមិនបានកើតឡើងដោយសារការភ្ញាក់ផ្អើលនោះទេប៉ុន្តែវាកើតឡើងដោយសារការសង្ស័យថាតើអ្វីនោះជាអ្វីពិតប្រាកដខ្ញុំបានប្រញាប់ប្រញាល់ដើរត្រឡប់ទៅកុដិវិញយ៉ាងលឿននៅក្នុងក្បាលចាប់ផ្ដើមគិតវង្វេងដល់ពាក្យប្រាប់របស់ព្រះវត្តដែលបានព្យាយាមគេចវេះមិននិយាយអំពីកុដិក្រោយនេះខ្ញុំចាប់ផ្ដើមយល់ហើយថាហេតុអ្វីបានជាកុដិនេះទំនេរហើយហេតុអ្វីអ្នករាល់គ្នាមិនចង់មកនៅជិតតំបន់ចុងវត្តនេះនៅពេលយប់ពេលត្រឡប់មកលើកុដិវិញខ្ញុំបានសម្រេចចិត្តបិទទ្វារឈើនិងដាក់សោឲ្យជាប់ល្អប៉ុន្តែវាអាចជួយបានត្រឹមតែបាំងភ្នែកប៉ុណ្ណោះមិនបានជួយបាំងអារម្មណ៍ដែលដូចជាមាននរណាម្នាក់កំពុងឈរសម្លឹងមើលខ្ញុំពីក្រៅទ្វារឡើយខ្ញុំបានអង្គុយលើអាសនៈព្យាយាមសូត្រមន្តផ្សព្វផ្សាយមេត្តាដល់វិញ្ញាណក្ខន្ធទាំងឡាយក្នុងតំបន់នេះប៉ុន្តែសំឡេងសូត្ររបស់ខ្ញុំដែលគួរតែឮខ្លាំងក៏ប្រែទៅជាស្ដាងនិងស្ងួតខ្ញុំបានអង្គុយប្រជុំបានតែមួយរយៈប៉ុណ្ណោះក៏ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលមានសំឡេងគោះឈើស្រាលស្រាលបន្លឺឡើងនៅជញ្ជាំងចំហៀងដែលជាប់នឹងព្រៃខ្មោចវាគោះតែ3ដងហើយក៏ឈប់ខ្ញុំអង្គុយស្ងៀមមិនហ៊ានធ្វើចលនាបេះដូងលោតខ្លាំងរហូតដល់អាចមានអារម្មណ៍ថាញ័រក្នុងទ្រូងភាពស្ងាត់ដែលកើតឡើងបន្ទាប់ពីការគោះនោះគឺជាភាពសង្កត់សង្កិនខ្លាំងបំផុតដែលខ្ញុំធ្លាប់ប្រឈមមុខក្នុងជីវិតបួសសំឡេងគោះឈើ3ដងនោះមិនមែនដូចសំឡេងគោះទ្វារហៅនោះទេប៉ុន្តែវាដូចជាក្រចកឬម្រាមដៃរឹងៗកំពុងតែកោសឈើចាស់ៗខ្ញុំបានបិទភ្នែកយ៉ាងតឹងព្យាយាមបរិយាកាសមន្តដែលធ្លាប់រៀនមកដើម្បីប្រមូលសតិប៉ុន្តែនៅក្នុងក្បាលរបស់ខ្ញុំរូបភាពនៃពំនុកដីក្នុងព្រៃខ្មោចនោះបានលេចឡើងយ៉ាងច្បាស់រូបភាពដីដែលសើមដូចជាទើបត្រូវបានជីកថ្មីខ្ញុំដឹងច្បាស់ថារោគសញ្ញានេះមិនមែនជាការរាយប៉ាយធម្មតាទេប៉ុន្តែវាជាកម្លាំងនៃស្ថានភាពមួយចំនួនដែលបានចេតនាចូលមកជ្រៀតជ្រែកចិត្តរបស់ខ្ញុំបានបង្ខំខ្លួនបើកភ្នែកឡើងហើយសម្លឹងទៅជញ្ជាំងឈើចំហៀងនោះពន្លឺព្រះច័ន្ទដែលបានជ្រាបតាមស្នាមប្រេះនៃដំបូលបានធ្លាក់ចុះមកគ្រប់គ្រាន់ឲ្យឃើញគ្រោងខាងក្នុងបន្ទប់អ្វីដែលខ្ញុំបានឃើញបានធ្វើឲ្យខ្ញុំត្រូវទប់ដង្ហើមព្រោះស្នាមម្រាមដៃ4ដែលមានរាងវែងនិងចង្អុលបានលេចឡើងជាស្នាមប៉ោងចូលទៅក្នុងឈើដូចជាមានកម្លាំងសម្ពាធដ៏ធំសម្បើមទើបតែបានសង្កត់ចុះកាលពីមួយផ្លែតមុននេះខ្ញុំមិនបានក្រោកទៅពិនិត្យភ្លាមទេព្រោះអារម្មណ៍ខាងក្នុងប្រាប់ខ្ញុំថាអ្វីនោះមិនទាន់ទៅណាទេវាកំពុងឈររងចាំនៅខាងក្រៅជញ្ជាំងឈើនោះឯងភាពត្រជាក់ដែលមានអារម្មណ៍ពីដំបូងបានចាប់ផ្ដើមប្រែទៅជាសម្ពាធខ្យល់ដែលតឹងណែនរហូតដល់ពិបាកដកដង្ហើមខ្ញុំក្រោកឈរឡើងបន្តិចម្ដងក្លិនស្អុយរលួយដែលខ្ញុំធ្លាប់ធុំក្លិនពេលល្ងាចបានត្រឡប់មកវិញម្ដងទៀតប៉ុន្តែវាខ្លាំងជាងមុនច្រើនដងវាជាក្លិនរបស់អ្វីដែលបានស្លាប់ទៅអស់រយៈពេលយូរជាងការរាប់ឆ្នាំក្លិនដែលដូចជាសេចក្តីស្លាប់ត្រូវបានគេយកមកដាក់គំនរនៅមុខខ្ញុំបានព្យាយាមទប់ចិត្តឲ្យធម្មតាហើយលើកទៀនដែលបានរៀបចំមកបំភ្លឺដើម្បីបង្កើនពន្លឺទៀនដែលភ្លឹបភ្លាបបានធ្វើឲ្យស្រមោលក្នុងកុដិរំរាយទៅមុខយ៉ាងចម្លែកខណៈដែលខ្ញុំកំពុងកាន់ទៀនដើរទៅមើលស្នាមម្រាមដៃនៅលើជញ្ជាំងខ្ញុំក៏មានអារម្មណ៍ដល់ការប្រែប្រួលនៅលើកម្រាលឈើក្រោមបាតជើងវាមានការញ័ររង្គើស្រាលដូចជាមាននរណាម្នាក់កំពុងលូននៅក្រោមកុដិសំឡេងឈើបន្លឺឡើងដូចជាកំពុងផ្ទុកទម្ងន់របស់នរណាម្នាក់ដែលកំពុងធ្វើចលនានៅខាងក្រោមនោះឮច្បាស់ណាស់ខ្ញុំឈប់ឈរមួយស្របបក់ហើយក៏សម្លឹងមើលគម្លាតរវាងក្តារឈើនៅលើកម្រាលកុដិក្នុងភាពងងឹតក្រោមកុដិនោះខ្ញុំឃើញតែភាពទទេរាំងប៉ុន្តែសំឡេងដកដង្ហើមដែលបន្លឺឡើងតាមរន្ធឈើបានធ្វើឲ្យខ្ញុំដឹងភ្លាមថាខ្ញុំមិននៅតែម្នាក់ឯងក្នុងកុដិនេះទៀតទេសំឡេងនោះស្ដើងប៉ុន្តែបន្លឺឡើងក្នុងត្រចៀកវាជាសំឡេងដកដង្ហើមដែលស្ទះដូចជាមនុស្សដែលមានកំហាកក្នុងបំពង់កខ្ញុំបានសម្រេចចិត្តដាក់ទៀនចុះហើយតាំងចិត្តប្រាប់ដោយមេត្តាតាមគោលការណ៍ដែលធ្លាប់ប្រតិបត្តិថាអាត្មាមកដើម្បីធ្វើកិច្ចការនិមន្តមិនមានចេតនាមកប្រមាថទីកន្លែងនេះទេប្រសិនបើលោកអ្នកមានទុក្ខឬចង់បានអ្វីសូមប្រាប់មកប៉ុន្តែកុំមកធ្វើឲ្យអាត្មាមានទុក្ខឡើយភ្លាមនោះពេលខ្ញុំនិយាយចប់ភាពស្ងាត់ក៏ចូលមកគ្រប់សង្កត់ម្ដងទៀតសំឡេងដកដង្ហើមក្រោមកុដិនោះបានបាត់ទៅមួយស្របបក់ប៉ុន្តែសម្ពាធវិញកើនឡើងយ៉ាងលឿនខ្ញុំមានអារម្មណ៍ថាមានខ្យល់ត្រជាក់បក់កាត់ខ្លួនខ្ញុំទៅដូចជាមាននរណាម្នាក់ដើរឆ្លងកាត់រូបកាយខ្ញុំត្រង់
អារម្មណ៍នោះត្រជាក់រហូតដល់ឆ្អឹងខ្នងខ្ញុំបានដើរថយក្រោយទៅពឹងសសរកត់ដៃរបស់ខ្ញុំត្រជាក់ខ្លាំងដូចដែលមិនធ្លាប់មានពីមុនមកខ្ញុំនៅតែព្យាយាមឈរឲ្យជាប់ទោះបីរាងកាយចាប់ផ្ដើមញ័រក៏ដោយខ្ញុំដឹងថាប្រសិនបើខ្ញុំបង្ហាញការភ័យខ្លាចឲ្យឃើញច្បាស់ស្ថានភាពនឹងកាន់តែអាក្រក់ទៅខ្ញុំបានព្យាយាមសូត្រមន្តដែលធ្លាប់ប្រើដើម្បីការពារចិត្តប៉ុន្តែចម្លែកណាស់មន្តទាំងនោះត្រឡប់ជាជាប់នៅក្នុងបំពង់កោវិញខ្ញុំអាចធ្វើបានតែការបួងសួងក្នុងចិត្តយ៉ាងមុតមមប៉ុណ្ណោះខ្ញុំបានសម្រេចចិត្តត្រឡប់ទៅអង្គុយនៅអាសនៈដើមវិញបិទភ្នែកចុះហើយមិនខ្វល់នឹងអ្វីដែលកើតឡើងជុំវិញខ្លួនទៀតឡើយទោះបីបានឮសំឡេងជើងធ្ងន់ដើរឡើងចន្ទាកត់ម្ដងមួយក៏ដោយសំឡេងឈើបន្លឺឡើងរាល់ពេលដែលជើងបោះចុះនោះឮច្បាស់រហូតដល់ខ្ញុំស្ទើរតែឈប់ដកដង្ហើមខ្ញុំអាចធ្វើបានតែនៅស្ងៀមអនុញ្ញាតឲ្យហេតុការណ៍នោះបន្តទៅដោយមិនដឹងថាអ្វីដែលកំពុងដើរឡើងមកលើកត់នោះកំពុងតម្រង់មករកខ្ញុំក្នុងចម្ងាយត្រឹមតែលាតដៃប៉ុណ្ណោះខ្ញុំនៅតែអង្គុយស្ងៀមក្នុងអេរិយាបថដើមទោះបីបានឮសំឡេងជើងធ្ងន់ដើរឡើងមកលើកត់ផ្ទះចាស់ក្រោយនោះក៏ដោយសំឡេងក្តារឈើបន្លឺឡើងតាមចង្វាក់នៃការដើរដែលយឺតប៉ុន្តែមាំមួនវាដូចជាសំឡេងរបស់មនុស្សដែលដឹងច្បាស់ថាកំពុងដើរទៅណាអ្វីនោះបានឈប់នៅមុខទ្វារបន្ទប់ស្នាក់នៅយ៉ាងត្រូវខ្ញុំអាចមានអារម្មណ៍ដល់ខ្យល់ត្រជាក់ដែលផុសចេញពីបង្អួចទ្វារឈើដែលបានបិទសោភាពស្ងាត់នៅពេលនោះបានសង្កត់សង្កិនរហូតដល់ខ្ញុំស្ទើរតែមិនឮសំឡេងបេះដូងខ្លួនឯងខ្ញុំអាចធ្វើបានតែអង្គុយប្រមូលសតិដោយអស់ពីកម្លាំងមិនហ៊ានបែរទៅមើលព្រោះមិនចង់ឲ្យអ្វីនោះដឹងថាខ្ញុំកំពុងដឹងដល់វត្តមានរបស់វាកន្លងផុតទៅមួយសន្ទុះសំឡេងនោះមិនបានបំបែកទ្វារចូលមកដោយដែលខ្ញុំភ័យខ្លាចនោះទេប៉ុន្តែវាបានដើរថយក្រោយចុះចណ្ដើរទៅម្ដងមួយដូចជាវាគ្រាន់តែមកពិនិត្យមើលថានៅលើនេះមាននរណាម្នាក់នៅឬអត់លុះសំឡេងជើងស្ងាត់ទៅខ្ញុំក៏ដកដង្ហើមធំដោយស្រាលប៉ុន្តែការធូរស្រាលនោះនៅបានតែប៉ុន្មានវិនាទីប៉ុណ្ណោះព្រោះនៅវិនាទីបន្ទាប់សំឡេងគោះឈើក៏បន្លឺឡើងម្ដងទៀតលើកនេះមិនមែននៅជញ្ជាំងទេប៉ុន្តែវាបន្លឺឡើងពីក្រោមកុដដោយផ្ទាល់សំឡេងគោះបន្លឺឡើងតាមស្នាមប្រេះនៃក្តារឈើចង្វាក់នៃការគោះគឺទៀងទាត់ដូចជាមនុស្សកំពុងប្រើវត្ថុរឹងគោះនឹងឈើដោយចង្វាក់ប៉ះដែលមានចន្លោះស្មើគ្នាខ្ញុំបានសម្រេចចិត្តលើកភ្លើងហ្វាំងឡង់មកម្ដងទៀតប្រមូលសេចក្តីក្លាហានទាំងអស់ហើយអោនចុះមើលតាមរុនឈើនៅលើកម្រាលកុដពន្លឺបានពន្លាតចុះទៅក្រោមកុដដែលងងឹតអ្វីដែលខ្ញុំបានឃើញបានធ្វើឲ្យខ្ញុំត្រូវដកភ្នែកឡើងវិញភ្លាមព្រោះក្នុងភាពងងឹតដែលពន្លឺភ្លើងហ្វាំងឡង់បានទៅដល់ខ្ញុំបានឃើញស្នាមជើងទទេដែលប្រឡាក់ភក់ពេញទៅដោយភក់ស្នាមជើងនោះមិនមែនមានតែមួយទេប៉ុន្តែវាមានស្នាមជើងធំនិងតូចឆ្លាស់គ្នាពេញទៅក្រោមកុដដូចជាមានមនុស្សជាច្រើនបានមកដើរវង្វេងនៅទីនោះពេញមួយយប់ហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺក្នុងចំណោមស្នាមជើងទាំងនោះមានស្នាមអូសវែងដែលមើលទៅដូចជាស្នាមរបស់អ្វីមួយដែលធ្ងន់នឹងសើមខ្ញុំមិនបានខ្លាចខ្មោចតាមនៃអារខូចអាក្រក់ដូចក្នុងរឿងល្ខោននោះទេខ្ញុំបានបួសមកយូរខ្ញុំយល់អំពីវដ្តនៃការកើតស្លាប់ប៉ុន្តែអារម្មណ៍ដែលខ្ញុំកំពុងប្រឈមមុខនៅពេលនេះគឺជាសម្ពាធនៃធម៌ពលមួយចំនួនដែលកំពុងព្យាយាមទំនាក់ទំនងឬទាមទារអ្វីមួយសំឡេងគោះក្រោមកុដនោះបានកាន់តែខ្លាំងឡើងរហូតកម្រាលកុដដែលខ្ញុំអង្គុយនៅចាប់ផ្ដើមញ័ររង្គើខ្ញុំក៏បានសម្រេចចិត្តក្រោកឈរឡើងដើរទៅមាត់រានកុដហើយស្រែកចុះទៅយ៉ាងច្បាស់លាស់ថាប្រសិនបើលោកអ្នកជាម្ចាស់ទីនេះឬវិញ្ញាណដែលរស់នៅទីនេះអាត្មាសូមអភ័យទោសហើយសូមអនុញ្ញាតឲ្យអាត្មាបានប្រជុំដើម្បីសម្រាកប្រសិនបើលោកអ្នកចង់បានបុណ្យកុសលសូមប្រាប់ឲ្យអាត្មាដឹងប៉ុន្តែកុំមកធ្វើឲ្យកុដនេះមានភាពចលាចលឡើយភ្លាមនោះពេលខ្ញុំនិយាយចប់ភាពស្ងាត់ក៏ត្រឡប់មកគ្រប់សង្កត់ម្ដងទៀតប៉ុន្តែលើកនេះវាជាភាពស្ងាត់ដែលខុសពីមុនវាមិនមានអារម្មណ៍គំរាមកំហែងដូចពីមុនទេប៉ុន្តែវាដូចជាកំពុងរងចាំមើលអេរិយាបថសំឡេងគោះដែលធ្លាប់ឮជាបន្តបន្ទាប់ក៏បានឈប់ភ្លាមខ្ញុំបានត្រឡប់មកអង្គុយនៅអាសនៈដើមវិញព្យាយាមសូត្រមន្តករណីយមេត្តាសូត្រដើម្បីផ្សព្វផ្សាយមេត្តាទៅទូទាំងតំបន់នោះខ្ញុំបានសង្កេតឃើញថាបរិយាកាសជុំវិញកុដចាប់ផ្ដើមប្រែប្រួលទោះបីភាពត្រជាក់នៅតែមានខ្លះក៏ដោយប៉ុន្តែអារម្មណ៍តឹងណែនដែលដកដង្ហើមមិនចេញពីដំបូងបានចាប់ផ្ដើមថយចុះបន្តិច
យ៉ាងហោចណាស់នៅយប់នោះខ្ញុំក៏បានអាចបិទភ្នែកបានខ្លះទោះបីជាការដេកលក់មិនស្រួលព្រោះត្រចៀកនៅតែស្ដាប់សំឡេងជុំវិញខ្លួនគ្រប់ពេលក៏ដោយខ្ញុំមិនបានដឹងថាការសម្រេចចិត្តទំនាក់ទំនងនៅលើកនោះនឹងคล้ายជាគ្រាន់តែជាការចាប់ផ្ដើមដែលធ្វើឲ្យខ្ញុំត្រូវបានទាញចូលទៅជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអតីតកាលនៃកុដិនេះយ៉ាងជ្រៅដោយមិនអាចដកខ្លួនចេញបានឡើយយប់នោះខ្ញុំដេកមិនលក់ស្រួលងងុយដេកភ្ញាក់រហូតដល់ព្រឹកដោយមិនអាចបិទភ្នែកឲ្យជិតបានឡើយលុះព្រឹកព្រលឹមពន្លឺពណ៌មាសស្រាលៗនៃថ្ងៃថ្មីបានជ្រាបតាមរន្ធឈើចូលមកខ្ញុំក៏សម្រេចចិត្តចុះពីកុដិដើម្បីទៅលាងមុខនិងរៀបចំធ្វើកិច្ចការពេលព្រឹកប៉ុន្តែភ្លាមពេលបោះជើងចេញពីកុដិខ្ញុំក៏ត្រូវឈប់មួយស្របបក់ព្រោះជុំវិញកុដិក្រោយនោះមានស្នាមជើងមនុស្សជាច្រើនពិតប្រាកដដោយអ្វីដែលខ្ញុំបានឃើញក្នុងពន្លឺភ្លើងហ្វាំងឡង់កាលពីយប់មិញប៉ុន្តែវាមិនមែនជាស្នាមជើងដែលកើតចេញពីមនុស្សធម្មតានោះទេវាជាស្នាមជើងទទេដែលដើរវងជុំវិញកុដិជារង្វង់ជាច្រើនជុំដូចជាមាននរណាម្នាក់មកដើរចង្ក្រានឬមកយាមឲ្យខ្ញុំពេញមួយយប់ដោយមិនឈប់សម្រាកខ្ញុំបានចាប់ផ្ដើមយល់ហើយថានៅទីនេះមានអ្វីមួយដែលមិនមែនជាមនុស្សធម្មតារស់នៅជាមួយខ្ញុំមិនបានភ័យខ្លាចរហូតដល់បាត់បង់សតិនោះទេប៉ុន្តែខ្ញុំមានអារម្មណ៍ឆ្ងល់ជាងថាហេតុអ្វីទីកន្លែងនេះមានបរិយាកាសធ្ងន់ធ្ងរដូចនេះនៅពេលថ្ងៃខ្ញុំបានមានឱកាសនិយាយជាមួយអ្នកភូមិដែលមកចូលរួមជួយការងារបុណ្យនៅវត្តខ្ញុំបានសួរអំពីប្រវត្តិកុដិក្រោយនោះអ្នកភូមិម្នាក់ពេលបានឮសំណួរក៏គេចវេះមិនឆ្លើយអ្នកខ្លះថែមទាំងធ្វើមុខមិនសប្បាយចិត្តហើយក៏ដើរចេញទៅយ៉ាងលឿនមានតែបុរសចំណាស់ម្នាក់ដែលមើលទៅមានចិត្តល្អគាត់បានដើរចូលមកជិតបន្តិចម្ដងហើយខ្សឹបប្រាប់ដោយសំឡេងស្រាលថាកុដិក្រោយនោះពីមុនធ្លាប់ជាកន្លែងស្នាក់នៅរបស់អ្នកថែទាំសពចាស់ម្នាក់ដែលមានចំណងជាប់នឹងព្រៃខ្មោចនេះយ៉ាងខ្លាំងរហូតដល់វេលាចុងក្រោយនៃជីវិតរបស់គាត់បានស្លាប់យ៉ាងប្រញាប់ប្រញាល់នៅរាត្រីមួយក្នុងភាពស្ងាត់ស្ងៀមហើយគ្មាននរណារកឃើញសាកសពគាត់រហូតដល់កន្លងផុតទៅជាច្រើនថ្ងៃពាក្យប្រាប់នោះបានធ្វើឲ្យខ្ញុំនៅស្ងៀមមួយស្របបក់ខ្ញុំបានយល់ភ្លាមថាហេតុអ្វីបានជាក្លិនស្អុយដែលខ្ញុំបានធំក្លិនមានក្លិនខ្លាំងម្ល៉េះក្លិនដែលជាប់ជាសញ្ញានៃទីកន្លែងនេះអស់រយៈពេលយូរមកហើយពេញមួយថ្ងៃខ្ញុំបានធ្វើកិច្ចការរបស់ខ្ញុំដូចធម្មតាប៉ុន្តែនៅក្នុងចិត្តនៅតែផ្ដោតទៅលើអារម្មណ៍ដែលថាខ្ញុំនៅតែត្រូវគេសម្លឹងមើលគ្រប់ពេលនៅពេលរសៀលខណៈដែលខ្ញុំកំពុងអង្គុយពិចារណាធម៌នៅលើកុដិខ្ញុំបានសម្លឹងមើលទៅក្រៅព្រៃខ្មោចហើយបានឃើញស្រមោលខ្មៅរាងធំខ្ពស់ដែលខ្ញុំបានឃើញកាលពីយប់មិញកំពុងឈរស្ងៀមនៅក្រោមដើមឈើធំដើមដដែលវាឈរស្ងៀមមិនធ្វើចលនារាងរបស់វាមើលទៅដូចមនុស្សប៉ុន្តែគ្មានព័ត៌មានលម្អិតនៃមុខឬសម្លៀកបំពាក់វាគ្រាន់តែជាស្រមោលខ្មៅដែលខ្មៅជាងភាពងងឹតជុំវិញខ្ញុំបានព្យាយាមសម្លឹងមើលត្រង់ដើម្បីឲ្យប្រកាសថានោះមិនមែនជារូបភាពបំភាន់ពីការនឿយហត់នោះទេប៉ុន្តែអ្វីដែលខ្ញុំឃើញគឺស្រមោលនោះបានរលត់បាត់ទៅក្នុងខ្យល់បន្តិចម្ដងដូចជាផ្សែងភ្លើងដែលត្រូវខ្យល់បក់វាគ្មានចលនាច្បាស់លាស់ដូចជីវិតទេប៉ុន្តែវាដូចជាការរលត់បាត់ទៅនៃខ្យល់ត្រជាក់ខ្ញុំបានចាប់ផ្ដើមដឹងថាអ្វីដែលខ្ញុំបានជួបមិនមែនជាការមកលងដើម្បីបំភ័យនោះទេប៉ុន្តែវាដូចជាការបង្ហាញខ្លួនដើម្បីឲ្យយើងដឹងដល់វត្តមានរបស់វាខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ថាកុដិក្រោយនេះមិនមែនជាកន្លែងដែលព្រះភ្ញៀវដូចខ្ញុំគួរតែស្នាក់នៅបន្តទៀតនោះទេប៉ុន្តែដោយសារការងារបុណ្យមិនទាន់បញ្ចប់ហើយខ្ញុំត្រូវបាននិមន្តឲ្យធ្វើជាប្រធានក្នុងពិធីនោះខ្ញុំក៏ចាំបាច់ត្រូវនៅទីនេះបន្តយ៉ាងហោចណាស់ពីយប់ទៀតភាពតានតឹងបានចាប់ផ្ដើមកកកុញក្នុងចិត្តរបស់ខ្ញុំបានសម្រេចចិត្តប្រើពេលល្ងាចដើរទៅសម្អាតព្រៃខ្មោចផ្នែកដែលជាប់នឹងកុដិដើម្បីបង្ហាញការគោរពនិងផ្សព្វផ្សាយមេត្តាដល់វិញ្ញាណក្ខន្ធដែលអាចនឹងនៅវង្វេងនៅតំបន់នោះការបានចុះធ្វើអ្វីមួយបានធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលខ្លះប៉ុន្តែនៅក្នុងពេលដែលខ្ញុំកំពុងបោះស្លឹកឈើស្ងួតខ្ញុំក៏បានរកឃើញវត្ថុចម្លែកមួយដាក់នៅជិតពំនូកដីធំវាជារូបថតចាស់មួយដែលដាក់ក្នុងស៊ុមឈើដែលទ្រុឌទ្រោមទៅតាមពេលវេលាក្នុងរូបថតនោះគឺជារូបភាពបុរសចំណាស់ម្នាក់ដែលមើលទៅគួរតែជាអ្នកថែទាំសពតាមដែលអ្នកភូមិបានប្រាប់គាត់អង្គុយនៅមុខកុដិក្រោយដែលខ្ញុំកំពុងស្នាក់នៅនោះឯងក្រសែភ្នែកក្នុងរូបថតនោះមើលទៅស្ងប់ស្ងាត់ប៉ុន្តែវាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ញាក់ពេញខ្លួនព្រោះក្រសែភ្នែករបស់បុរសក្នុងរូបនោះមើលទៅមានជីវិតរស់រវើក
ហើយកំពុងសម្លឹងមកខ្ញុំយ៉ាងច្បាស់ដូចជាគាត់ដឹងច្បាស់ថាខ្ញុំកំពុងឈរនៅទីណានិងកំពុងធ្វើអ្វីបន្ទាប់ពីខ្ញុំបានរកឃើញរូបថតចាស់នោះអារម្មណ៍ក្នុងចិត្តរបស់ខ្ញុំក៏បានប្រែប្រួលទាំងស្រុងខ្ញុំមិនបានមានអារម្មណ៍ភ័យខ្លាចដោយកុមារនោះទេប៉ុន្តែវាជាអារម្មណ៍សោកសៅយ៉ាងចម្លែកខ្ញុំបានសម្រេចចិត្តយករូបថតនោះទៅដាក់នៅគល់ដើមឈើធំជិតពំនូកដីដើមដើម្បីបង្ហាញការគោរពចំពោះម្ចាស់ទីកន្លែងខ្ញុំមិនបានយកវាត្រឡប់មកកត់ទេព្រោះគិតថាវត្ថុទាំងនេះគួរតែនៅជាមួយម្ចាស់របស់វាប៉ុន្តែពេលយប់ធ្លាក់ចុះបរិយាកាសនៃកត់ក្រោយដើមក៏កាន់តែខ្លាំងឡើងក្លិនស្អុយរលួយដែលខ្ញុំធ្លាប់គិតថាវាជារឿងនៃទីកន្លែងក៏ប្រែទៅជាក្លិនដែលខ្លាំងរហូតដល់ស្ទើរតែคล้ายទៅជាក្លិនឆេះដោយក្លិនដីដែលទើបត្រូវបានជីកថ្មីហើយដាក់ទុកក្នុងពន្លឺថ្ងៃយប់នោះខ្ញុំបានសម្រេចចិត្តមិនធ្វើវត្តល្ងាចនៅលើកុដិទេប៉ុន្តែបានជ្រើសរើសចុះទៅអង្គុយសមាធិនៅក្រោមកុដិវិញព្រោះមានអារម្មណ៍ថាការនៅលើកម្ពស់ហាក់ដូចជាឆ្ងាយពីគ្នានិងប្រឈមពេកខ្ញុំបានអង្គុយសមាធិនៅលើដីដែលនៅតែសើមដាក់ចិត្តឲ្យស្ងប់តាមដែលអាចធ្វើបានប៉ុន្តែនៅខណៈដែលខ្ញុំកំពុងចូលទៅក្នុងស្ថានភាពស្ងប់ស្ងាត់សំឡេងជុំវិញក៏ចាប់ផ្ដើមប្រែប្រួលវាមិនមែនមានសំឡេងមនុស្សដើរដូចយប់ដំបូងនោះទេប៉ុន្តែវាជាសំឡេងដូចជាមាននរណាម្នាក់កំពុងខ្សឹបខ្សៀវនៅជុំវិញខ្លួនខ្ញុំសំឡេងនោះស្ដាប់មិនចេញថាជាភាសាអ្វីទេប៉ុន្តែវាជាសំឡេងទាបនិងស្អកដូចជាមនុស្សចាស់កំពុងនិយាយតាមថ្មិញខ្ញុំអង្គុយស្ងៀមមិនធ្វើចលនាព្យាយាមផ្សព្វផ្សាយមេត្តាចិត្តឲ្យទូលំទូលាយតាមដែលអាចធ្វើបានស្រាប់តែមានខ្យល់មួយបក់ចូលមកក្រោមកុដិយ៉ាងខ្លាំងទោះបីខាងក្រៅគ្មានខ្យល់បក់សូម្បីតែបន្តិចក៏ដោយវាជាខ្យល់ត្រជាក់ខ្លាំងរហូតដល់ស្លឹកឈើស្ងួតដែលកូននៅចិត្តនោះបក់រីប៉ាយពេញខ្ញុំបានបើកភ្នែកឡើងមើលជុំវិញពន្លឺភ្លើងហ្វាំងឡង់ដែលខ្ញុំដាក់ទុកក្បែរខ្លួនបានបំភ្លឺទៅប៉ះនឹងស្រមោលដែលពន្លូតនៅលើជញ្ជាំងឈើក្រោមកុដិស្រមោលនោះមានរាងដូចមនុស្សរាងស្គមស្គាំងខ្ញុំមិនបានបែរទៅមើលត្រង់ទេប៉ុន្តែបានប្រើក្រសែភ្នែកមើលទៅស្រមោលនោះវាកំពុងធ្វើចលនាយឺតដូចជាមនុស្សកំពុងដើរចង្ក្រាននៅពីក្រោយខ្ញុំបានដកដង្ហើមចូលយ៉ាងជ្រៅតាំងសតិឲ្យមាំមួនបំផុតនៅពេលនោះខ្ញុំបាននិយាយចេញមកម្ដងទៀតលើកនេះសំឡេងរបស់ខ្ញុំមិនញាស់ដូចលើកទី1ទេប្រសិនបើលោកអ្នកចង់ឲ្យធ្វើអ្វីឬត្រូវការជំនួយអ្វីសូមបង្ហាញឲ្យច្បាស់ប៉ុន្តែកុំមកធ្វើឲ្យអាត្មាមានទុក្ខឬមករំខានការប្រតិបត្តិរបស់អាត្មាឡើយបន្ទាប់ពីពាក្យនោះចប់ភាពស្ងាត់ដែលកើតឡើងគឺគួរឲ្យអាប់អួរជាងមុនដូចជាមានក្រសែភ្នែករាប់រយកំពុងសម្លឹងមកខ្ញុំពីភាពងងឹតសំឡេងខ្សឹបខ្សៀវបានបាត់ទៅប៉ុន្តែត្រូវបានជំនួសដោយសំឡេងដូចជាឈើត្រូវអូសលើដីម្ដងទៀតលើកនេះសំឡេងនោះមិនមែនឮពីចម្ងាយទេប៉ុន្តែវាឮនៅជិតជើងខ្ញុំត្រឹមតែចម្ងាយប៉ុន្មានហាត់ប៉ុណ្ណោះខ្ញុំបានលើកភ្លើងហ្វាំងឡង់មកបំភ្លឺទៅលើដីនៅចំពោះមុខអ្វីដែលបានបង្ហាញដល់ក្រសែភ្នែកគឺស្នាមរៀបដៃដែលអូសវែងវិចនៅលើដីដែលសើមវាជាស្នាមរៀមដៃដែលមើលទៅវែងនិងមានស្នាមឆ្កូតដូចជាកញ្ចក់ចាក់ចូលទៅក្នុងដីស្នាមនោះបានផ្លាស់ទីកាត់មុខខ្ញុំទៅដូចជាមាននរណាម្នាក់កំពុងសរសេរអ្វីមួយនៅលើដីខ្ញុំបានសម្លឹងមើលតាមស្នាមនោះទៅរហូតដល់វាឈប់នៅគំនរឈើចាស់ដែលដាក់ជុំគ្នានៅក្រោមកុដិខ្ញុំបានចាប់ផ្ដើមយល់ហើយថាអ្វីដែលខ្ញុំកំពុងប្រឈមមុខមិនមែនជារឿងចៃដន្យទេប៉ុន្តែវាជាការបង្ហាញអំពីទីកន្លែងលាក់កំបាំងឬអាចកំបាំងមួយចំនួនដែលនៅតែត្រូវបានទុកចោលក្នុងទីកន្លែងនេះខ្ញុំបានប្រមូលសេចក្តីក្លាហានរួចក្រោកឈរឡើងដើរទៅកាន់គំនរឈើនោះភាពត្រជាក់ដែលផុសចេញពីគំនរឈើនោះខ្លាំងណាស់រហូតខ្ញុំត្រូវរឹតចីវរឲ្យតឹងជាងមុនខ្ញុំបានផ្លាស់ទីឈើម្ដងមួយដុំចេញដោយបេះដូងលូតញាប់មិនដឹងថាអ្វីដែលកំពុងរងចាំនៅក្រោមគំនរឈើនោះគឺជាចំណុចបត់ដ៏សំខាន់បំផុតនៃហេតុការណ៍ទាំងអស់ក្រោមគំនរឈើដែលដាក់ជុំគ្នានោះពេលខ្ញុំបានរុញឈើដែលពុកផុយចេញម្ដងមួយដុំអ្វីដែលបានបង្ហាញដល់ក្រសែភ្នែកមិនមែនជាវត្ថុមានតម្លៃឬអាចកំបាំងដ៏គួរឲ្យខ្លាចដោយដែលចិត្តខ្ញុំភ័យខ្លាចនោះទេប៉ុន្តែវាជាកញ្ចប់ក្រណាត់ចាស់ពណ៌សដែលប្រឡាក់ដីរហូតប្រែជាពណ៌ងងឹតកញ្ចប់ក្រណាត់នោះត្រូវបានចងដោយខ្សែសីមាដែលរហែកនិងកន្លងផុតទៅតាមពេលវេលាអារម្មណ៍ចម្លែកបានហូរចូលក្នុងចិត្តភ្លាមវាជាអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងដែលមិនអាចពណ៌នាបានខ្ញុំមិនបានបើកកញ្ចប់ក្រណាត់នោះភ្លាមទេព្រោះសតិសម្ពាធញាក់ប្រាប់ខ្ញុំថានេះជារបស់សំខាន់របស់អ្នកដែលបានលាចាកលោកទៅហើយខ្ញុំបានលើកកញ្ចប់ក្រណាត់នោះដាក់លើភ្លើង
ទម្ងន់របស់វាបានធ្វើឲ្យខ្ញុំដឹងថានៅខាងក្នុងនោះប្រហែលជាមានវត្ថុដែលមានទម្ងន់ធ្ងន់សមរម្យនៅខណៈដែលខ្ញុំកំពុងត្រៀមខ្លួនដើម្បីស្រែកខ្សែសីមាចេញសម្ពាធខ្យល់ជុំវិញក៏បានប្រែប្រួលម្ដងទៀតវាមិនមែនជាភាពត្រជាក់ទេប៉ុន្តែជាកម្ដៅដែលកើនឡើងយ៉ាងខ្លាំងដូចជាមានភ្លើងដុតនៅជិតខ្ញុំបានឮសំឡេងរអ៊ូដែលធ្លាប់ស្គាល់នៅក្នុងត្រចៀកជាបទសូត្របញ្ច្រាស់ដែលខ្ញុំធ្លាប់បានឮកាលពីយប់មុនប៉ុន្តែលើកនេះវាច្បាស់ជាងមុនរហូតដល់ខ្ញុំស្ទើរតែចាប់អត្ថន័យបានប៉ុន្តែវាជាភាសាដែលខ្ញុំមិនស្គាល់វាស្ដាប់ទៅស្អកនិងឈឺចាប់ដូចជាមនុស្សដែលកំពុងជិតស្លាប់ខ្ញុំបានក្តាប់ធ្មេញសូត្រមន្តអ៊ីតិបិសោក្នុងចិត្តដើម្បីប្រមូលសមាធិកុំឲ្យរីប៉ាយទៅនឹងសំឡេងទាំងនោះខ្ញុំដឹងច្បាស់ថានេះគឺជាការសាកល្បងចិត្តដ៏សំខាន់បំផុតពេលខ្ញុំបើកកញ្ចប់ក្រណាត់ចេញបន្តិចម្ដងអ្វីដែលនៅខាងក្នុងគឺកំណត់ត្រាស់ចាស់មួយក្បាលដែលមានទំព័រក្រដាស់លឿងរហូតដល់ស្ទើរតែคล้ายជាម្សៅនិងវត្ថុស័ក្តិសិទ្ធិដែលឆ្លាក់ពីឈើមួយដុំដែលមើលទៅចម្លែកភ្លាមពេលប៉ះពាល់វត្ថុទាំងនោះរូបភាពក្នុងក្បាលរបស់ខ្ញុំក៏ប្ដូរទៅមកយ៉ាងលឿនខ្ញុំបានឃើញរូបភាពបុរសចំណាស់ដដែលដែលនៅក្នុងរូបថតគាត់កំពុងអង្គុយធ្វើអ្វីមួយនៅក្នុងបន្ទប់ដែលខ្ញុំកំពុងស្នាក់នៅគាត់កំពុងសរសេរកំណត់ត្រាដោយប្រញាប់ប្រញាល់មុខរបស់គាត់មើលទៅភ័យស្លន់ស្លោនិងភ័យខ្លាចចំពោះអ្វីមួយដែលមិនអាចពន្យល់បានរូបភាពនោះច្បាស់រហូតដល់ខ្ញុំមានអារម្មណ៍ដល់ការញ័រដៃដែលកំពុងកាន់ប៊ិចសរសេរកំណត់ត្រានោះសម្ពាធនោះធ្ងន់ធ្ងររហូតដល់ខ្ញុំត្រូវដាក់កំណត់ត្រានិងវត្ថុនោះចុះលើដីភ្លាមខ្ញុំដកដង្ហើមធំញើសបានហូរចេញតាមរញើសខ្ញុំបានដឹងនៅពេលនោះថាហេតុអ្វីអ្នកភូមិមិនហ៊ានចូលទៅជិតកត់ក្រោយនេះព្រោះអ្វីដែលអ្នកថែទាំសពលោកនេះបានទុកចោលមិនមែនជាទ្រព្យសម្បត្តិទេប៉ុន្តែជាការចងចាំនិងទុក្ខវេទនាដែលមិនទាន់ត្រូវបានរំដោះគាត់ប្រហែលជាចង់ឲ្យមាននរណាម្នាក់បានដឹងពីអ្វីដែលគាត់បានប្រទះឃើញឬប្រហែលជាចង់ឲ្យនរណាម្នាក់ជួយធ្វើពិធីបញ្ជូនគាត់ឲ្យទៅកាន់សុគតិខ្ញុំមិនមានសមត្ថភាពផ្លូវចិត្តឬឫទ្ធិបារមីអ្វីឡើយខ្ញុំគ្រាន់តែជាព្រះធម្មតាដែលមកតាមកិច្ចការនិមន្តប៉ុណ្ណោះប៉ុន្តែនៅពេលដែលហេតុការណ៍ទាំងនេះបានកើតឡើងជាមួយខ្ញុំមិនអាចនៅស្ងៀមបានទេខ្ញុំបានសម្រេចចិត្តយកកំណត់ត្រានោះទុកជាមួយខ្លួនដោយប្រាប់ទីកន្លែងថាខ្ញុំសូមយកទៅពិចារណាដើម្បីរកមធ្យោបាយដោះស្រាយឲ្យបានត្រឹមត្រូវសំឡេងរអ៊ូជុំវិញបានស្ងប់ចុះបន្តិចម្ដងទៀតប៉ុន្តែវាមិនមែនជាភាពស្ងាត់ដ៏គួរឲ្យខ្លាចនោះទេប៉ុន្តែវាដូចជាភាពស្ងាត់ដែលពោរពេញទៅដោយការរង់ចាំខ្ញុំដឹងច្បាស់ថាចាប់ពីនាទីដែលខ្ញុំបានយកវត្ថុទាំងនោះឡើងមករឿងរ៉ាវដែលខ្ញុំកំពុងប្រឈមមុខបានពង្រីកវិសាលភាពទៅឆ្ងាយជាងការគ្រាន់តែជាការលងធម្មតាទៀតហើយបន្ទាប់ពីខ្ញុំបានយកកំណត់ត្រាក្បាលនោះទុកជាមួយខ្លួនអារម្មណ៍ថាមិននៅតែម្នាក់ឯងក៏មិនបានបាត់ទៅដែរប៉ុន្តែបានកាន់តែច្បាស់ឡើងក្នុងទម្រង់ដែលចម្លែកពីមុនខ្ញុំមានអារម្មណ៍ដូចជាមានក្រសែភ្នែកមួយគូកំពុងសម្លឹងមើលគ្រប់អិរិយាបថរបស់ខ្ញុំគ្រប់ពេលមិនថានៅពេលដែលខ្ញុំកំពុងប្រើបាតពេលកំពុងសូត្រមន្តធ្វើវត្តឬសូម្បីតែពេលប្រជុំក៏ដោយខ្ញុំបានមានអារម្មណ៍ដល់កម្ដៅដែលផុសចេញពីថង់ដែលខ្ញុំទុកកំណត់ត្រានោះដូចជាអ្វីដែលនៅក្នុងនោះកំពុងរងចាំពេលវេលាដើម្បីត្រូវបានបង្ហាញយប់នោះខ្ញុំបានសម្រេចចិត្តសាកល្បងបើកកំណត់ត្រាអានមើលក្រោមពន្លឺទៀនទោះបីអក្សរសាស្ត្ររលឹបអានពិបាកក៏ដោយប៉ុន្តែខ្លឹមសារសំខាន់ដែលចាប់បានគឺកំណត់ត្រាអំពីហេតុការណ៍ចម្លែកដែលអ្នកថែទាំសពលោកនេះបានប្រទះឃើញនៅក្នុងព្រៃខ្មោចនេះគាត់បានសរសេរថាគាត់តែងតែឃើញស្រមោលរូបរាងរបស់មនុស្សដែលបានស្លាប់ទៅហើយត្រឡប់មកដើរវង្វេងក្នុងព្រៃខ្មោចម្ដងហើយម្ដងទៀតដូចជាពួកគេរកផ្លូវចេញមិនឃើញហើយអ្វីដែលគួរឲ្យញាក់សាច់បំផុតនោះគឺគាត់បានសរសេរថាពួកគេតែងតែមកគោះទ្វារហៅគាត់នៅយប់ពេញបូរមីដើម្បីសុំចំណែកបុណ្យឬសុំឲ្យជួយនាំពួកគេទៅកាន់ទីដែលគួរទៅនៅខណៈដែលខ្ញុំកំពុងអានដោយផ្ដោតអារម្មណ៍ស្រាប់តែទៀនដែលដាក់នៅចំពោះមុខក៏រលត់ទៅដោយគ្មានមូលហេតុភាពងងឹតបានគ្របសង្កត់គាត់ក្នុងមួយផ្លែតអមដោយសម្ពាធខ្យល់ដ៏ធំសម្បើមរហូតដល់ខ្ញុំមានអារម្មណ៍ដូចជាទ្រូងត្រូវគេសង្កត់ខ្ញុំមិនអាចធ្វើចលនាបានដង្ហើមចាប់ផ្ដើមស្ទះដូចជាមានអ្វីមួយដែលមានទម្ងន់ធ្ងន់កំពុងសង្កត់លើរាងកាយរបស់ខ្ញុំប៉ុន្តែវាមិនមែនជាអារម្មណ៍នៃការត្រូវខ្មោចចាប់ដោយដែលធ្លាប់ឮនោះទេប៉ុន្តែវាដូចជាការត្រូវបានអោបដោយភាពត្រជាក់ដែលគ្មានទីបញ្ចប់ខ្ញុំបានព្យាយាមប្រមូលសតិសូត្រមន្តក្នុងចិត្តយ៉ាងមុតមមទោះបីធ្វើចលនាមិនបានក៏ដោយចិត្តរបស់ខ្ញុំនៅតែស្ងប់ខ្ញុំបានបញ្ជូនធម៌ពលចិត្តប្រាប់ទៅកាន់រូបរាងដែលមើលមិនឃើញនោះថាប្រសិនបើលោកអ្នកមានទុក្ខឬត្រូវការជំនួយសូមបង្ហាញក្នុងវិធីដែលសមរម្យប៉ុន្តែកុំមកធ្វើឲ្យអាត្មាលំបាកក្នុងការប្រតិបត្តិកិច្ចឡើយភ្លាមនោះសម្ពាធដែលសង្កត់លើទ្រូងក៏បានធូរស្រាលចុះបន្តិចម្ដង
អ្វីដែលនៅសល់គឺភាពត្រជាក់ដែលនៅតែជ្រៅនៅក្នុងស្បែករបស់ខ្ញុំបានប្រញាប់បំភ្លឺទៀនថ្មីម្ដងទៀតពន្លឺបានបង្ហាញឲ្យឃើញអ្វីដែលនៅចំពោះមុខកំណត់ត្រាដែលខ្ញុំដាក់លើភ្លៅមិននៅកន្លែងដើមទេប៉ុន្តែវាត្រូវបានបើកទៅទំព័រដែលសរសេរអំពីការបោះបង់ចោលរបស់អ្នកភូមិនៅតំបន់នោះបន្ទាប់ពីអ្នកថែទាំសពលោកនោះបានស្លាប់ខ្ញុំបានអង្គុយអានហើយអានឡើងវិញជាច្រើនដងរហូតដល់យល់អំពីមូលហេតុពិតប្រាកដដែលគាត់មិនអាចទៅកាន់សុគតិបានវាគឺដោយសារតែការអាក់អន់ចិត្តចំពោះភាពមិនយុត្តិធម៌ដែលអ្នកនៅតំបន់នោះបានធ្វើចំពោះគាត់នៅវេលាចុងក្រោយនៃជីវិតរបស់គាត់ការភ័យខ្លាចដែលមានពីដំបូងបានចាប់ផ្ដើមប្រែទៅជាក្តីអាណិតអាសូរខ្ញុំបានចាប់ផ្ដើមមើលឃើញរូបភាពរួមនៃហេតុការណ៍ទាំងអស់ខ្ញុំមិនមានអារម្មណ៍ខឹងដែលត្រូវបានរំខាននោះទេប៉ុន្តែបានមានអារម្មណ៍ថានេះជាភារកិច្ចដែលខ្ញុំត្រូវធ្វើក្នុងនាមជាព្រះភ្ញៀវប្រសិនបើខ្ញុំអាចជួយវិញ្ញាណដែលកំពុងរងទុក្ខនេះឲ្យទៅកាន់ភពភូមិទ្វីដ៏ប្រសើរជាងនេះវាក៏ជាកុសលដ៏ធំធេងដែរប៉ុន្តែនៅពេលដែលខ្ញុំកំពុងសម្រេចចិត្តថាត្រូវដោះស្រាយរឿងនេះយ៉ាងណាសំឡេងគោះនៅជញ្ជាំងក៏បន្លឺឡើងម្ដងទៀតលើកនេះវាមិនមែនជាសំឡេងគោះហៅនោះទេប៉ុន្តែវាជាសំឡេងដូចជាមាននរណាម្នាក់កំពុងយំនៅខាងក្រៅកុដិសំឡេងយំនោះគឺគួរឲ្យអាណិតនិងពោពេញទៅដោយការឈឺចាប់រហូតដល់ខ្ញុំស្ទើរតែទប់ទឹកភ្នែកមិនបានខ្ញុំដឹងច្បាស់ថានេះគឺជាពេលវេលាសម្រេចចិត្តរបស់ខ្ញុំថាតើនឹងនៅតទៅដើម្បីប្រឈមមុខឬនឹងយករបស់របររត់គេចចេញពីទីនេះសំឡេងយំនោះបានបន្លឺឡើងអស់រយៈពេលយូរវាមិនបានឈប់ងាយងាយដូចយប់មុននោះទេសំឡេងនោះមានអារម្មណ៍អង្វរនិងអាប់អួរយ៉ាងខ្លាំងខ្ញុំបានសម្រេចចិត្តក្រោកឈរឡើងដើរទៅកាន់ទ្វារហើយបើកចេញបន្តិចម្ដងបន្ទាន់បរិយាកាសខាងក្រៅកុដិនៅយប់នោះមើលទៅងងឹតខុសពីធម្មតានាសពាចុងដែលគួរតែបំភ្លឺត្រូវបានបាំងដោយពពកក្រាស់រហូតដល់ស្ទើរតែគ្មានពន្លឺខ្ញុំបានបោះជើងចេញទៅលើរានកុដិក្រសែភ្នែកសម្លឹងទៅទិសព្រៃខ្មោចដែលសំឡេងនោះបន្លឺចេញមកខ្ញុំបានឃើញស្រមោលរូបរាងស្រពេចស្រពិលរបស់បុរសចំណាស់ក្នុងសភាពដែលមើលទៅអស់កម្លាំងនិងក្រៀមក្រំកំពុងលុតជង្គង់នៅក្នុងចំណោមពំនុកដីក្នុងព្រៃខ្មោចខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចទៀតទេក្តីមេត្តាក្នុងចិត្តមានច្រើនជាងអារម្មណ៍ដទៃខ្ញុំបានសម្រេចចិត្តដើរចុះពីជណ្ដើរកុដិដើរត្រង់ទៅកាន់ចំណុចដែលបុរសចំណាស់នោះកំពុងអង្គុយរាល់ជំហានរបស់ខ្ញុំពោពេញទៅដោយភាពមាំមួននៅពេលដែលខ្ញុំដើរចូលទៅជិតរូបរាងនោះក៏បានងើបមុខឡើងមើលមកខ្ញុំក្រសែភ្នែករបស់គាត់មើលទៅទទេរាំងនិងពោពេញទៅដោយភាពសោកសៅគាត់មិនបាននិយាយអ្វីទេប៉ុន្តែរូបភាពអនុស្សាវរីយ៍អំពីការអាក់អន់ចិត្តនិងការត្រូវគេបោះបង់ចោលរបស់គាត់បានហូរចូលមកក្នុងចិត្តរបស់ខ្ញុំយ៉ាងលឿនវាជារូបភាពនៃថ្ងៃដែលគាត់ឈឺធ្ងន់រហូតដើរមិនរួចប៉ុន្តែគ្មាននរណាមើលថែសូម្បីតែអ្នកដែលធ្លាប់ទទួលជំនួយពីគាត់ក៏បែរជាដើរចេញទៅវិញខ្ញុំបានឈប់ឈរនៅចំពោះមុខគាត់ហើយក្រាបចុះលើដីក្នុងព្រៃខ្មោចនោះដោយការគោរពចំពោះភាពជាមនុស្សដែលគួរមានចំពោះគ្នាខ្ញុំបានសួរដោយសំឡេងទន់ភ្លន់ថាតើលោកអ្នកចង់ឲ្យអាត្មាធ្វើអ្វីដើម្បីឲ្យលោកអ្នកបានរួចផុតពីទុក្ខវេទនានេះហើយទៅកាន់ភពភូមិទ្វីដ៏ប្រសើរបុរសចំណាស់បាននៅស្ងៀមមួយស្របក់មុនពេលគាត់លើកដៃចង្អុលទៅកាន់ដើមឈើធំមួយនៅចុងបំផុតនៃព្រៃខ្មោចនៅទីនោះមានដើមឈើឡើងរង្គាល់ដុះពេញហើយមានពំនុកដីតូចមួយដែលមើលទៅដូចជាត្រូវគេបំភ្លេចចោលតាមពេលវេលាខ្ញុំបានដឹងភ្លាមថានោះជាកន្លែងដែលគាត់មានចំណងឬប្រហែលជាកន្លែងកប់វត្ថុសំខាន់មួយចំនួនដែលគាត់នៅតែខ្វល់ខ្វាយគាត់បានប្រែទៅជាខ្យល់ត្រជាក់ដែលរលត់បាត់ទៅក្នុងខ្យល់ដោយបន្សល់ទុកតែភាពស្ងាត់ដែលហាក់ដូចជាស្ងប់ស្ងាត់យ៉ាងចម្លែកខ្ញុំបានដើរទៅកាន់ចំណុចដែលគាត់បានចង្អុលប្រាប់នៅទីនោះមានកំទេចមែកឈើដាក់រាយប៉ាយខ្ញុំបានចាប់ផ្ដើមជីកដីតំបន់នោះដោយដៃទទេទោះបីដីរឹងនិងមានឫសឈើក្រាស់ក៏ដោយខ្ញុំក៏មិនបានឈប់ព្យាយាមដែររហូតដល់ដៃរបស់ខ្ញុំបានប៉ះនឹងវត្ថុរឹងមួយចំនួនដែលកប់ក្នុងដីវាជាប្រអប់ឈើតូចមួយដែលមើលទៅដូចជាមានវត្ថុសំខាន់ដាក់នៅខាងក្នុងខ្ញុំបានលើកវាឡើងមើលដោយប្រយ័ត្នប្រយែងនៅខាងក្នុងនោះមិនមានវត្ថុមានតម្លៃជាលុយកាក់ទេប៉ុន្តែមានតែបញ្ជីឈ្មោះអ្នកដែលគាត់ធ្លាប់ផ្ដល់ជំនួយនិងថែទាំពេញមួយជីវិតក្នុងការធ្វើជាអ្នកថែទាំសពរួមទាំងកំណត់ត្រានៃការធ្វើបុណ្យក្នុងនាមអ្នកទាំងនោះផងដែរខ្ញុំបានយល់ភ្លាមថាអ្វីដែលគាត់ខ្វល់ខ្វាយមិនមែនជាទ្រព្យសម្បត្តិទេ
ប៉ុន្តែគាត់ខ្វល់ថាកុសលដែលគាត់បានធ្វើនឹងត្រូវគេបំភ្លេចចោលទៅជាមួយនឹងការស្លាប់របស់គាត់ចង់ឲ្យមាននរណាម្នាក់ដឹងថាគាត់បានធ្វើអ្វីខ្លះហើយចង់បានការអភ័យទោសពីអ្នកទាំងនោះដើម្បីឲ្យគាត់បានកើតជាថ្មីខ្ញុំបានអង្គុយនៅទីនោះក្នុងចំណោមភាពងងឹតនៃព្រៃខ្មោចអស់ពេលយូរអារម្មណ៍ត្រជាក់ដែលធ្លាប់គ្របសង្កត់ពេញកត់ក៏បានប្រែទៅជាភាពកក់ក្ដៅដែលផុសចេញពីដីបន្តិចម្ដងខ្ញុំបានដឹងហើយថាភារកិច្ចដែលខ្ញុំត្រូវធ្វើបន្ទាប់ពីនេះគឺជាអ្វីហើយវាមិនមែនជារឿងនៃការកម្ចាត់ខ្មោចដោយដែលមនុស្សជាច្រើនយល់នោះទេប៉ុន្តែវាគឺជាការស្ដារយុត្តិធម៌និងកិត្តិយសឲ្យវិញ្ញាណដែលត្រូវគេបំភ្លេចចោលបន្ទាប់ពីខ្ញុំបានរកឃើញប្រអប់ឈើនោះអារម្មណ៍តឹងតែងដែលបានសង្កត់វត្តចាស់ទ្រុឌទ្រោមនេះអស់រយៈពេលជាច្រើនថ្ងៃក៏បានធូរស្រាលទាំងស្រុងខ្ញុំបានប្រើពេលដែលនៅសល់រហូតដល់ព្រឹកក្នុងការរៀបចំពិធីតូចតាចតាមគួរដល់ការឧទ្ទិសផ្នែកកុសលខ្ញុំបានយកបញ្ជីឈ្មោះដែលរកឃើញក្នុងប្រអប់ឈើមកអានឈ្មោះដើម្បីទទួលស្គាល់កុសលដែលអ្នកថែទាំសពលោកនេះធ្លាប់បានធ្វើរាល់ពេលដែលខ្ញុំអានចេញទៅខ្ញុំមានអារម្មណ៍ដល់ភាពស្រាលស្រួលដែលផុសចេញពីបរិយាកាសជុំវិញសូម្បីតែសំឡេងបក្សីនិងសំឡេងសត្វក្នុងពេលព្រឹកក៏ចាប់ផ្ដើមបន្លឺឡើងម្ដងទៀតដូចជាវត្តនេះទើបត្រូវបានដាស់ឲ្យភ្ញាក់ពីការដេកលក់ដ៏យូរអង្វែងព្រឹកបន្ទាប់ខ្ញុំបានសម្រេចចិត្តយកប្រអប់ឈើនិងកំណត់ត្រាទាំងអស់ទៅប្រគល់ឲ្យព្រះចៅអធិការវត្តធំក្នុងទីក្រុងដើម្បីឲ្យលោកជួយរៀបចំការតាមការសំរុំនៃពិធីសង្ឃខ្ញុំមិនបានរៀបរាប់ព័ត៌មានលម្អិតទាំងអស់ដែលបានប្រទះឃើញទេព្រោះខ្ញុំដឹងច្បាស់ថារឿងខ្លះប្រសិនបើនិយាយចេញទៅក៏អាចក្លាយជារឿងដែលមនុស្សមើលថាជាការមិនសមហេតុផលប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលបានកើតឡើងគឺជាការពិតដែលខ្ញុំបានដឹងដោយចិត្តនៅពេលភារកិច្ចចុងក្រោយបានបញ្ចប់ខ្ញុំក៏បានសម្រេចចិត្តដាក់ចាកចេញពីភ្នោះបន្ទាប់ពីកម្មវិធីបុណ្យនៅវត្តចាស់ទ្រុឌទ្រោមបានបញ្ចប់មិនមែនដោយសារខ្ញុំខ្លាចខ្មោចឬខ្លាចបរិយាកាសក្នុងវត្តនោះទេប៉ុន្តែដោយសារហេតុការណ៍នេះបានធ្វើឲ្យខ្ញុំបានរៀនថាភាពស្ងាត់និងសេចក្តីស្លាប់បង្រៀនឲ្យយើងយល់ពីជីវិតបានល្អជាងការសិក្សាតាមសៀវភៅសពថ្ងៃនេះខ្ញុំរស់នៅជាក្រហមធ្វើការរកស៊ីដោយសុចរិតហើយនៅតែបន្តធ្វើបុណ្យឧទ្ទិសផ្នែកកុសលដល់វិញ្ញាណក្ខន្ធគ្រប់អង្គដែលខ្ញុំធ្លាប់បានប្រទះឃើញរឿងរ៉ាវនៃព្រៃខ្មោចចុងវត្តនៅថ្ងៃនោះនៅតែជាប់ជ្រៅក្នុងការចងចាំមិនមែនក្នុងនាមជារឿងគួរឲ្យញាក់សាច់នោះទេប៉ុន្តែជាមេរៀនដែលរំលឹកថាគ្រប់ជីវិតសុទ្ធតែមានអត្ថន័យហើយសូម្បីតែអ្នកដែលបានចាកចេញទៅហើយក៏នៅតែមានអារម្មណ៍មានតម្រូវការនិងមានក្តីសង្ឃឹមដែលចង់ឲ្យពិភពលោកបានដឹងដល់អត្តសញ្ញាណរបស់ពួកគេរឿងរបស់ខ្ញុំប្រហែលជាស្ដាប់ទៅធម្មតាគ្មានហេតុការណ៍អស្ចារ្យអ្វីឡើយប៉ុន្តែខ្ញុំប្រកាសថាប្រសិនបើនរណាម្នាក់បានមកប៉ះពាល់ដល់អារម្មណ៍នៅយុគនោះដោយខ្លួនឯងអ្នកនឹងយល់ថាហេតុអ្វីខ្ញុំទើបសម្រេចចិត្តលះបង់ស្បង់ជីវរចេញដើម្បីរស់នៅក្នុងជីវិតបែបដែលខ្ញុំជានាពេលបច្ចុប្បន្ននេះហើយក៏បានបញ្ចប់ទៅហើយសម្រាប់រឿងរ៉ាវរបស់ព្រះសង្ឃសម្ដីស្ដាប់ចប់ហើយមានអារម្មណ៍យ៉ាងណាខ្លះដែរបងប្អូនសម្រាប់ខ្ញុំហើយមានអារម្មណ៍ថាការដែលលោកបានបួសឬលោកជាព្រះនោះក៏បានធ្វើឲ្យលោកបានជួបនឹងអ្វីដែលជាការប្រឈមឬអ្វីដែលធ្វើឲ្យលោកបានដាក់ចាកចេញពីភ្នោះហើយបានមកប្រើប្រាស់ជីវិតរហូតដល់ថ្ងៃនេះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរឿងរ៉ាវល្អៗពីលោកបងសម្ដីខ្ញុំក៏មិនដឹងហៅថាម៉េចដែរសូមទោសផងខ្ញុំសូមថ្លែងអំណរគុណចំពោះរឿងរ៉ាវល្អៗដែលបានចែករំលែកបទពិសោធន៍ឲ្យមិត្តភ័ក្តិបានស្ដាប់នៅថ្ងៃនេះហើយប្រសិនបើមិត្តភ័ក្តិណាម្នាក់ចាប់អារម្មណ៍ចង់មកចែករំលែកបទពិសោធន៍ខ្លះអាចតាក់ទងមកបានតាមរយៈទំព័រ Facebook រឿងរន្ធត់ពេលយប់ហើយប្រសិនបើមិត្តភ័ក្តិណាម្នាក់ចង់តាក់ទងផ្សាយពាណិជ្ជកម្មក៏អាចតាក់ទងមកតាមរយៈ Channel តែមួយនេះបានដែរសូមជួយចុច Like Share Subscribe និងចុចកណ្ដឹងជូនដំណឹងផងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗរបស់ Channel រឿងរន្ធត់ពេលយប់សម្រាប់ថ្ងៃនេះខ្ញុំក៏សូមជម្រាបលាជួបគ្នានៅវីដេអូថ្មីៗ